បងថ្លៃភ្លើងសក់ក៏បានអត្រាការប្រាក់3%ក្នុងមួយឆ្នាំសំខាន់ណាស់យើងក៏អាចកំណត់មុខងារទូទាត់ស្វ័យប្រវត្តិបានទៀតខ្ញុំនឹងប្រាប់ពីវិធីការកំណត់មុខងារមួយនេះនៅលើ Gmong Bank App ជំហានទី1ចូលទៅក្នុង Gmong Bank App សូមអស់ចុះក្រោមដើម្បីស្វែងរកទាំង banner មួយនេះចុចលើ banner រួចសូមជ្រើសរើសគណនី Premier របស់លោកអ្នកដើម្បីដាក់ឲ្យទូទាត់ស្វ័យប្រវត្តិបន្ទាប់មក scan barcode លើវិក័យប័ត្រភ្លើងរួចចុចបើកប៊ូតុង Auto Payment ចុចលើពាក្យ Join Now សូមពិនិត្យមើលលក្ខខណ្ឌនិងអត្ថប្រយោជន៍សូមចុចលើពាក្យ Subscribe បន្ទាប់មកសូមចុចលើពាក្យ Pay and Schedule ដើម្បីបន្តនៅត្រង់នេះលោកអ្នកអាចពិនិត្យមើលបានថាការទូទាត់ថ្លៃភ្លើងដោយស្វ័យប្រវត្តិចាប់ផ្ដើមពីខែបន្ទាប់តទៅសូមចុចពាក្យថា Confirm ដើម្បីបន្តការភ្ជាប់ការទូទាត់ភ្លើងដោយស្វ័យប្រវត្តិជាការស្រេចតែប៉ុណ្នេះការចំណាយរបស់លោកអ្នកក៏អាចក្លាយទៅជាការសន្សំបានដែរសូមចំណាំថាដើម្បីទទួលបានអត្រាការប្រាក់ជារៀងរាល់ខែគណនី Premier ដែលលោកអ្នកបានជ្រើសរើសត្រូវរក្សាសម្បត្តិសាច់ប្រាក់ជាមធ្យមចាប់ពី$1000ឡើងទៅហើយដើម្បីទទួលបានមុខងារថ្មីមួយនេះសូមកុំភ្លេចអាប់ដេតGmong Bank App របស់លោកអ្នក